ញជាប្រភេទកូនឡានអានឹងขนาด2026ពុកម៉ែបងប្អូនអានឹងគឺលំដាប់បាទលំដាប់អានឹងសេរីចុងក្រោយពុកម៉ែបងប្អូនភ្លើងបាទមានភ្លើងសញ្ញោឆ្វេងស្ដាំហើយមានសំណាញ់បាទអានេះគឺសំណាញ់ຂະຫນາດសំណាញ់ក្រាស់យើងសម្រាប់ការពារកាងគឺកាងមុំបាទប្រភេទនេះគឺសេរី2026ពុកម៉ែបងប្អូនប្រភេទនេះគឺយើងបំពាក់បាទម៉ាស៊ីនហ្នឹងអូកាវ៉ាមានដេ168បាទគឺស្មើនឹង16សេសតែយើងថា16សេសលើសតិចតួចបាទពុកម៉ែបងប្អូនប្រភេទម៉ាស៊ីននឹងដែរគឺជាម៉ាស៊ីនយើងបំពាក់ទៅដោយម៉ាស៊ីនមានដេហើយបំពាក់ទៅដោយប៉ុងមួយបាទពុកម៉ែបងប្អូនអត់បានដាក់ប៉ុងពីរទេប្រភេទនេះគឺដាក់ប៉ុងមួយហើយយើងប្រភេទនេះគឺយើងត្រង់ຂະຫນາດ2026ហ្នឹងគឺត្រង់ប្រភេទត្រង់ជន់ពុកម៉ែបងប្អូនវីដេអូមុនគឺយើងប្រើជាប្រភេទត្រង់យើងកាត់ដែកធ្វើធម្មតាទេបាទតែប្រភេទ2026នេះត្រង់ជន់ពុកម៉ែបងប្អូនគឺដូចត្រង់ឡានបាទនិយាយទៅគឺស្អាតដូចត្រង់ឡានបាទប្រភេទនេះគឺមានបែនពុកម៉ែបងប្អូនមានបែនយើងដាក់កាឡាកាប់ក្រោយបាទខាងក្រោយនោះគឺយើងប្រើជាកាឡាកាប់ខាងមុខគឺយើងប្រើជាកាឡារាយធម្មតាពុកម៉ែបងប្អូនចំណុះទឹករបស់វាគឺ3តោនពុកម៉ែបងប្អូន3តោនមកស្រួលបាទប្រភេទហ្នឹងភ្លើងក្រោយភ្លើងអីគឺវាមានសំណាញ់ការពារបាទអត់ពិបាកមានដើមឈើមានអីប៉ះពាល់អត់ដល់ទេបាទពុកម៉ែបងប្អូនគឺវាមានសំណាញ់ការពារបាទខ្ញុំបាទនឹងបញ្ឆេះឲ្យពុកម៉ែបងប្អូនមើលហើយបែនឲ្យពុកម៉ែបងប្អូនមើលបាទមានពុកម៉ែបងប្អូនណាដែលតម្រូវការបែនបានប្រភេទហ្នឹងគឺយើងសម្រាប់យើងធ្វើចង់បាញ់ថ្នាំក៏បានចង់ដឹកដោយប្រភេទហ្នឹងក៏បានបាទប្រភេទកូនកញ្ចក់កូនអីវាគឺស្អាតទុំបាទខ្ញុំបាទនឹងបញ្ឆេះឲ្យមើលពុកម៉ែបងប្អូនប្រភេទហ្នឹងគឺយើងពពាក់ទៅដោយសបាទសគឺអូហូអេមសេមហ្មងសហ្នឹងបាទសហ្នឹងគឺសបាទប្រភេទតេឡេបាទខ្ញុំបាទនឹងបញ្ឆេះបាទពុកម៉ែបងប្អូនបញ្ឆេះឲ្យមើលគឺយើងប្រើបានពុកម៉ែបងប្អូនប្រើបានសម្រាប់យើងដឹកគឺងាយបាទត្រង់យើងចង់ដឹកក៏បានយើងចង់បាញ់ឆ្នាំក៏បានបាទប្រភេទបែនបើកាមេរ៉ាបាញ់ទៅបែនប្រភេទបែនគឺមុំបាទបែន2តោនកន្លះប្រភេទហ្នឹងគឺយើងបំពាក់បែនបាទបំពាក់បែនហើយម៉ាស៊ីនរបស់វាក៏អត់ពិបាករកបាទម៉ាស៊ីនវាគឺប្រងទីធម្មតាបែនបានហ្នឹងហ្នឹងគឺយើងចំណេញបាទចំណេញប្រេងបាទប្រេងឥឡូវឡើងថ្លៃអញ្ចឹងយើងប្រើម៉ាស៊ីនមួយហ្នឹងគឺចំណេញប្រេងបាទក្នុងមួយថ្ងៃយើងប្រើតែ5ទៅ6លីត្រទេយើងនិយាយឲ្យច្រើនថា8លីត្រទៅចុះក្នុងមួយថ្ងៃបងប្អូនគឺចំណេញច្រើនបាទចំណេញច្រើនមែនទេវាបានទៅបានបានគឺអត់នេះទេបាទគឺស្រួលបាទពេលនេះគឺស្រួលណាតូចប្រភេទហ្នឹងគឺបែនຂະຫນາດតូចបាទបែនហ្នឹងគឺយើងមានកលឹះមានអីបាទមានកលឹះមានអីស្រួលបួលបាទអត់ពិបាកទេបាទប្រភេទបែនហ្នឹងគឺយើងបំពាក់កលឹះពាក់អីឲ្យអត់ពិបាកយើងមកចោះមកដំចោះអីទេបាទប្រភេទហ្នឹងគឺយើងមានកលឹះមានអីសម្រាប់យើងចាប់ខ្លួនឯងអីខ្លួនឯងបាទស្រួលពុកម៉ែបងប្អូនខ្ញុំបាទអត់មានអីច្រើនទេបាទពុកម៉ែបងប្អូនជួយគ្រប់ត្រូលបាទស្នាដៃកូនខ្មែរបាទកូនខ្មែរក៏ធ្វើបានដែរបាទជួយគ្រប់ត្រូលបាទខ្ញុំបាទអរគុណច្រើនពុកម៉ែបងប្អូនបាទ